ខ្ញុំឈ្មោះរិទ្ធឆ្នាំ2023មុននេះខ្ញុំបានរិទ្ធជាអ្នកជីកង់ដើម្បីកុមារកម្ពុជាហើយប៉ុន្តែបទពិសោធន៍ដែលគាត់បានជួបគាត់បានចែករំលែកនៅលើបណ្ដាញសង្គមហើយដោយវីដេអូមួយនេះចឹង Give me money ហើយខ្ញុំក៏បានខ្ញុំបានប៉ាស្មាគាត់ហើយ My friend you see my bike you see my bike anhឃើញកង់ខ្ញុំអត់ I cycling all the way from Cambodia Asia to your country to Africa my friend Can you imagine how long I've been and I stay here 3 days already on the beach and eat like all of you guys eat like all of you ខ្ញុំទើបតែបានបញ្ចប់បេសកកម្មជីកង់ anniversary គេមកខួបកម្រងខួប20សាសេហើយខ្ញុំនៅក្នុងតង់ខ្ញុំតែងតែភាវនាថាអ្វីដែលខ្ញុំចង់បានជាងគេគឺខ្ញុំចង់ខ្ញុំធ្វើអំពើល្អច្រើនណាស់ខ្ញុំចង់ឲ្យខ្ញុំអាចរស់រានមានជីវិតបន្តថ្ងៃស្អែកថ្មីថ្ងៃស្អែកហ្នឹងកុំឲ្យមានព្យុះកុំឲ្យជាបើថ្ងៃមកដល់បន្តមកទីកណ្ដាលស្ទើរតែកក់ស្លាប់មានជុកមួយហ្នឹងខ្ញុំចាំបានថាស្ថានភាពធ្លាក់ចុះដល់ទៅដក40ដងសាសេហើយខ្ញុំនៅក្នុងតង់ខ្ញុំតែងតែភាវនាថាអ្វីដែលខ្ញុំចង់បានជាងគេគឺខ្ញុំចង់ខ្ញុំធ្វើអំពើល្អច្រើនណាស់ខ្ញុំចង់ឲ្យខ្ញុំអាចរស់រានមានជីវិតបន្តថ្ងៃស្អែកថ្មីថ្ងៃស្អែកហ្នឹងកុំឲ្យមានព្យុះកុំឲ្យវាបើថ្ងៃមកដើម្បីបន្តដំណើរអ្នកទាំងនេះប្រកាសជាស្គាល់បង្រិតហើយអញ្ចឹងបង្រិតគឺគាត់បានជិះកង់ជើង40ប្រទេសគឺឆ្ងាយមែនតើដើម្បីប្រមូលថវិកាហ្នឹងយកមកឲ្យមន្ទីរពេទ្យអង្គរអញ្ចឹងគឺដើម្បីជួយកុមារនៅក្នុងមន្ទីរពេទ្យអង្គរហ្នឹងអញ្ចឹងគឺយើងនៅថាបែនៅមន្ទីរពេទ្យគឺចំណាយច្រើនមែនតើក្នុងមួយថ្ងៃអញ្ចឹងបង្រិតដែលគាត់ធ្វើបែបនេះគឺមានមនុស្សច្រើនដែលគេចាប់អារម្មណ៍គាត់ប្រហែលជាគាត់ជិះយូរទៅវីដេអូដែលគាត់បានផុសពីមុនហ្នឹងប្រហែលជាមិនសូវមានអ្នកមើលមិនសូវមានអ្នកតែសម្រាប់ខ្ញុំគឺខ្ញុំមើលវីដេអូរបស់គាត់រហូតបដល់គាត់មកខ្មែរវិញទាំងលុយដែលគាត់រកបានអីពីមូលនិធិអីផ្សេងៗហ្នឹងក៏មានក្រុមហ៊ុនធំរបស់យើងហ្នឹងក៏ជួយប្រគ្រប់ target របស់គាត់ពីព្រោះគាត់មាន target របស់គាត់ដែលគាត់ជិះកង់ទៅក្រៅប្រទេសហ្នឹងគឺទៅដល់អឺរ៉ុបដល់អាហ្វ្រិកដល់អីហ្នឹងគឺ40ប្រទេសហើយឆ្ងាយមែនតើប៉ុន្តែបទពិសោធន៍ដែលគាត់បានជួបគាត់បានចែករំលែកនៅលើបណ្ដាញសង្គមហើយដោយវីដេអូមួយនេះចឹងរៀងមានទូចឲ្យខ្ញុំណាស្កើមពាក់ដោះអាវមានសាក់កាន់ក្បត់មកខ្ជុងយើងយើងមានមកនេះខ្ញុំដេកនៅលើឆ្នេរសមុទ្រនៅក្នុងប្រទេសកុងហ្គោនេះរឿងហ្នឹងរឿងក៏ fly មែនរឿងរន្ធត់ទេណារឿងយើងមានមកនេះហើយខ្ញុំក៏បានខ្ញុំបានប៉ាស្មាគាត់ហើយ My friend you see my bike you see my bike anhឃើញកង់ខ្ញុំអត់ I cycling all the way from Cambodia Asia to your country to Africa my friend Can you imagine how long I've been and I stay here 3 days already on the beach and eat like all of you guys eat like all of you ពូគាត់មានគ្នា You see my food my plate I stay here on the beach I'm homeless like all of you ខ្ញុំចឹងថា you can put your night down one I don't have money for you ខ្ញុំអត់មានលុយឲ្យគេទេ Second I'm not afraid of your night my friend I traveling all the way from Cambodia and encounter so many things on the road a lot of things you have to sit and listen to me I will tell you that how dangerous I am on the road I'm not afraid of you guys just I'm not no money for you I'm not afraid of you but I can share you some food and you see my food same like all of you and one more thing if I have money I go to stay in hotel today my friend yeah I'm not in here ចឹងទៅគាត់ដាក់ក្បាត់ចុះគាត់ចាប់ដៃមកខ្ញុំគាត់ទៅជាញឹមវិញ yeah ហើយខ្ញុំពេលហ្នឹងខ្ញុំដោយសារខ្ញុំនៅកន្លែងហ្នឹងដោយសារខ្ញុំរងចាំវីសានៅប្រទេសអង្គោឡាយូរពេកខ្ញុំអត់មានលុយដេកអត់តែរងថ្ងៃទេខ្ញុំត្រូវដេកចាំហ្នឹងបន្តទៅនឹងទៀតដឹងថាកន្លែងហ្នឹងគ្រោះថ្នាក់អីបន្តដេកហ្នឹងទៀតហើយស្អែកឡើងអាពួក gangster ហ្នឹងវាមានសាក់មានអីដើរពីចម្ងាយវាហិនចូលចិត្តខ្ញុំវាធ្វើដៃចេះវាទៅជាចូលចិត្តខ្ញុំវិញហ្នឹងហើយរឿងដែលគួរចាប់អារម្មណ៍ហ្នឹងគឺគាត់បានចែករំលែកវីដេអូចុងក្រោយនេះឯងអញ្ចឹងអ្នកគ្នាចូលទៅមើលទៅគឺវីដេអូហ្នឹងគឺចាប់អារម្មណ៍ខ្លាំងមែនតើនៅពេលដែលគាត់បានចែករំលែករឿងហ្នឹងអញ្ចឹងនៅពេលដែលគាត់បានទៅសម្រាប់នៅមាត់សមុទ្រគាត់ក៏បានជួបក្រុម gangster មកក្រុមហ្នឹងហើយយកលុយពីគាត់ហើយគាត់បានប្រាប់ថាខ្ញុំមិនមានលុយអីទេដំណោះស្រាយរបស់គាត់ហ្នឹងយើងសឹងតែគិតអត់ដល់យើងសឹងគិតអត់ដល់ថាគាត់ធ្វើបែបហ្នឹងហើយពួកអស់ហ្នឹងក៏យល់ពីអារម្មណ៍របស់គាត់ដែរហើយគាត់ក៏ដឹងពីអារបៀបនិយាយអស់ហ្នឹងដែរខ្ញុំថាខ្ញុំសរសើរមែនទែនហើយនេះជាបទពិសោធន៍សម្រាប់អ្នកដែលចូលចិត្តដើរទៅឆ្ងាយសម្រាប់អ្នកដែលមាន trip អីផ្សេងហ្នឹងគឺនេះជាពាក្យសម្ដីដ៏មានន័យរបស់គាត់ហើយដែលគាត់បានចែករំលែកមកយើងហើយគាត់និយាយថាបើខ្ញុំមានលុយខ្ញុំមកនឹងធ្វើអីខ្ញុំមកដេកនៅនឹងធ្វើអីណោះសន្តាគេមកកណោចាំបាច់មកឲ្យអ្នកឯងប្លន់ខ្ញុំធ្វើអីហើយកបាត់អ្នកឯងប៉ុណ្ណឹងខ្ញុំមិនខ្លាចអ្នកឯងទេអ្នកឯងគួរគិតមើលខ្ញុំជិះកង់ពីណាពីណីមកតម្រាំមកដល់ប្រទេសអ្នកឯងនេះខ្ញុំមានលុយពីណាមកខ្ញុំគ្មានលុយទេហើយតែខ្ញុំមានមហូបមានអីខ្លះដែរដើម្បីចែករំលែកទៅកាន់អ្នកឯងហើយគាត់មានដល់ពេលអញ្ចឹងណាទៅជាមិត្តភាពទៅជាគេស្គាល់គាត់ទៅជាលេងអីវិញនេះគឺជាដំណោះស្រាយដល់ខ្ញុំគាត់ថាដំណោះស្រាយដ៏ល្អបំផុតរបស់គាត់ហើយគាត់រកវិធីសាស្ត្រដោះស្រាយនឹងឃើញ
ខ្ញុំទៅសារគាត់ហ្មងហើយបើយើងនិយាយទៅគឺបទពិសោធន៍គាត់ខ្ញុំមើលវីដេអូគាត់ច្រើនមែនទេពេលខ្លះខ្ញុំចាំវីដេអូគាត់មួយគាត់ចូលទៅក្នុងព្រៃហើយពេលហ្នឹងទៀកទៀមជើងរបស់គាត់ហើយឈាមពេញហ្នឹងហើយគាត់ត្រូវទុកកង់ចោលកណ្ដាលព្រៃទៀតវីដេអូហ្នឹងខ្ញុំពេលខ្លះខ្ញុំមិនថាយើងមើលទៅយើងផ្ចង់អារម្មណ៍ទៅក្នុងវីដេអូហ្នឹងពេកណាក៏ប៉ុន្តែគាត់ថាបើសិនជាគាត់ស្លាប់មិនបានមានវីដេអូឲ្យខ្ញុំមើលខ្ញុំគិតយ៉ាងដែរតែអាហ្នឹងវាមែនតែនមិនមែនសំដែងទេវីដេអូរបស់គាត់យើងមើលទាំង quality ទាំងអីហ្នឹងគឺលយមែនតែនអញ្ចឹងនេះជាបទពិសោធន៍មួយសម្រាប់បងរិទ្ធដែលគាត់ជិះកង់ទៅក្រៅប្រទេសហើយបទពិសោធន៍មួយនេះក៏បានចែករំលែកទៅកាន់មនុស្សផ្សេងទៀតឲ្យមានបទពិសោធន៍ដែរការនិយាយស្ដីជាមួយនឹង homeless people ហ្នឹងគឺនិយាយរបៀបម៉េចអីម៉េចហ្នឹងគឺវីដេអូបងរិទ្ធហ្នឹងហើយអញ្ចឹងអ្នកនេះក៏បានមើលដែរនេះគាត់ថាជាបទពិសោធន៍មួយដែលខ្ញុំអត់ដែរបានជួបហើយនេះជាពាក្យពេចន៍ប្រហែលឃ្លាហ្នឹងគឺខ្ញុំអត់ដែរបានជួបដល់ពេលអញ្ចឹងវាចម្លែកសម្រាប់ខ្ញុំដែរអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកនរកុំភ្លេចទៅជួយ like share និង subscribe ខ្ញុំម្ដងទៀតផង